នាងផូលីកាទៅណាហើយបងចង់យកនាងទៅបោះចូលក្នុងពាងបុរាណជាការដោះដូរធ្នូជាស្ដេចនឹងណាអូនចប់បើសាលាក្តីដឹងនោះពួកយើងមកជាមានទោសហើយ នាងគ្មានសាច់ញាតិទេបើនាងលះបង់ឲ្យយើងវត្តមាននាងគឺគ្មាននរណាសង្ស័យលើពួកយើងទេក៏ត្រូវដែរបើអញ្ចឹងបងប្រញាប់ទៅធ្វើភ្លាមទៅខ្ញុំចង់ខ្លាចជាព្រះមហេសីណាស់ សូមផ្ដល់ជាប្រពន្ធស្អាតម្នាក់ផងណាពាងបុរាណប៉ិតជាមែនហើយដាក់កងោកនោះចូលក៏បានមកវិញនៅស្រីដ៏ស្អាតជាងស្រីដែលនិដឿនធ្លាប់ឃើញពីមុនទៅទៀត ស្អាតណាស់អរគុណហើយពាងបុរាណខ្ញុំបានប្រពន្ធស្អាតហើយ សូមផ្ញើវាសនានឹងបងហើយណាបងឌឿនរឿងពាងបុរាណសម្រាប់បំណងកាលពីព្រេងនេះមានពាងបុរាណដ៏ធំមួយល្បីថាសុំអ្វីគឺបាននឹងភ្លាមដូច្នេះហើយរឿងនេះបានធ្វើឲ្យបរិះពីរនាក់ជជែកគ្នាថានៅទីមស្រែ ទេបើគិតទៅខ្ញុំដូចជាមិនអស់ចិត្តចង់ទៅសាកល្បងទៅបានម្ដងទេតើពូចង់តាណាហ្នឹងពូឯងមិនល្បីរឿងពាងបុរាណសម្រាប់បំណងទេមែនទេពាងបុរាណឈប់សិនប្រហែលថ្ងៃមុនខ្ញុំឮគេនិយាយនៅផ្សារពីរឿងហ្នឹងដែរពាងនោះក៏សុំអីបានតាមនឹងតែម្ដងបើមែនល្អណាស់គឺវាមុខជាមែនហើយណាឯងដឹងទេជីតាយើងមានទ្រព្យច្រើនក៏ដោយសារតែពាងនោះដែរណាមែនក៏អីពូបើអញ្ចឹងមិនក៏ពូមិនសំពាងនោះដែរទៅហេតុអីរស់នៅដោយក្រីក្របែបនេះតើឯងចង់មើងងាយយើងមែនទេតែខ្ញុំនិយាយការពិតតាហើយក៏ជាការបំផុសដែរដែលមានខ្សែអាចធ្វើបានពូក៏គួរតែសាកមើលដែរទៅត្រូវដែរតើតែកាលនោះជីតាយើងក៏ប្រាប់យើងស្ដាប់ហើយក៏ខ្លាចព្រោះនៅតូចតែពេលនេះអត់ខ្លាចទៀតទេចុះពូដឹងថាពាងនោះនៅណាដែរទេគឺនៅក្នុងល្អាងភ្នំមួយនៃភាគខាងជើងជាល្អាងដែលមានព្រៃវល្លិឡោមព័ទ្ធជុំទិសពិបាកទៅដល់ណាខ្ញុំខ្ជិលធ្វើការណាស់បើសុំបានខ្ញុំក៏នឹងរស់នៅបានស្រួលដែរខ្ញុំសម្រេចថាខ្ញុំនឹងសាកឲ្យពូបើថាអញ្ចឹងទៅជាមួយគ្នាតែម្ដងទៅហ្នឹងហើយសម្រេចអញ្ចឹងហើយណាពូណែអញ្ចឹងស្អែកយើងទៅតាមផ្ទះឯងចុះតែពេលនេះដាក់ម៉ូតូសិនទៅមកជុលមួយជោគជ័យនិយាយគ្នាហើយបរិះទាំងពីរបានធ្វើដំណើរទៅរកពាងបុរាណនោះនិងដើរឆ្លងកាត់ផ្ទះសុវណ្ណផងដែរនៅខាងមុខផ្ទះនេះសុវណ្ណ ពូឌឿនកំពុងទៅណានឹងមិនក៏មានសំពីផងទៀតយ៉ាងនេះមិនលាក់បាំងទេពួកយើងទៅសុំមាសប្រាក់ពីពាងបុរាណហ្នឹងណាពាងបុរាណដែលគេល្បីបន្តគ្នានោះមែនទេស្ដាយដល់ហើយខ្ញុំចង់ទៅដែរតើតែពេលនេះមិនអាចទៅបានទេចាំបាច់ដេកស្ដាយធ្វើអីចុះមិនក៏មិនទៅពេលនេះតែម្ដងទៅវាអាឡ័យប្រពន្ធហ្នឹងណាពូវាមិនដាច់ចិត្តទៅចោលប្រពន្ធទេសពថ្ងៃនេះណាវាខ្លាចប្រពន្ធឡើងរួញអស់ទៅហើយថាបែបនឹងក៏ត្រូវដែរព្រោះប្រពន្ធខ្ញុំមុខជាពិបាកបើគ្មានខ្ញុំនោះពូនឹងឌឿនទៅចុះបើមានឱកាសខ្ញុំនឹងទៅតាមក្រោយអ្នកទាំងពីរជាមិនខានអញ្ចឹងក៏អញ្ចឹងទៅខ្ញុំទៅមុនហើយណាតោះយើងពូតែមនីឌឿនបានដើរហួសបន្តិចនាងរំសាយបានដើរមកជាមួយនឹងមនុស្សម្នាក់ហើយនាងថែមទាំងបាននិយាយថាប្តីមើលចោះនាងជាប្អូនជីដូនមួយខ្ញុំនាងមកនេះគឺសុំធ្វើជាអ្នកបម្រើណាជំរាបសួរបងប្រុសមែនណាជួនពេលម្លេះជាការល្អណាស់ល្អអីគេគ្រួសារយើងក្រណាស់មិនត្រូវការអ្នកបម្រើទេប្តីដឹងទេខ្ញុំដេញនាងទៅវិញហើយតែនាងមិនទៅវិញសោះនាងតើនាងនឹងយកប្រាក់ឈ្នួលដែរទេចាអត់យកទេសុំតែមានកន្លែងស្នាក់អាស្រ័យគឺល្អបំផុតហើយបងសវណ្ណតើបងមានចិត្តលើនាងមែនទេបានសួរនាំយ៉ាងនេះនោះ
កុំតន់ខឹងអីអូនដឹងទេពូតែមនឹងនាយឌឿនទៅសុំមាសពីពាងបុរាណបងក៏ចង់ទៅដែរដូច្នេះបើបានអ្នកជួយបំរើអូននឹងមិនយកប្រាក់ឈ្នួលគឺល្អណាស់ តើបងចង់មានន័យថា បងចង់មានន័យថាបងនឹងទៅសុំមាសដែរដល់ពេលនោះយើងនឹងក្លាយជាសេដ្ឋីមិនខានទេ ខ្ញុំយល់ហើយបើអញ្ចឹងគ្មានអីទេខ្ញុំឲ្យនាងជួយដាំបាយដងទឹកបំរើមុខក្រោយចោះ បាទអូននាងបំរើប្រពន្ធខ្ញុំឲ្យបានល្អណាស់បើមិនអញ្ចឹងទេច្បាស់ជារឿងហើយ ចាប់បងប្រុសខ្ញុំនឹងបំរើបងជីដូនមួយឲ្យបានល្អបំផុតនិងមិនចូលប្រាក់ឈ្នួលអ្វីទាំងអស់ ល្អណាស់អូនបងទៅហើយណា សុវណ្ណគ្រានោះក៏រត់ទៅតាមពូតែមនិងនីឌឿនយ៉ាងលឿនហើយពួកគាត់ទាំង3ពិតជាព្យាយាមណាស់ទីបំផុតក៏បានទៅដល់លាងភ្នំដ៏គួរឲ្យខ្លាចមួយកន្លែងនៅក្នុងលាងភ្នំ ពួកឯងមើលចុះតើនោះជាពាងបុរាណនោះហើយមែនទេព្រះអើយមិនគួរឲ្យជឿសោះបើមើលទៅដូចជាពាងនោះហើយព្រោះវាស្អាតប្លែកណាស់វាមិនដូចជាពាងធម្មតាទេបើថាអញ្ចឹងយើងសុំសាកមើលសិន ពូតែមចូលក្បែរពីងទាំងច្របុកច្របល់បន្តិចគាត់ក៏ភ័យគាត់ក៏ខ្លាចតែបំណាច់ថាមកហើយនោះគាត់ក៏បានព្យាយាមតាំងចិត្តនិងបាននិយាយថា ពាងបុរាណតើខ្ញុំអាចសុំមាសពីអ្នក10តម្លឹងបានទេ លើបែបនេះហើយសំឡេងមនុស្សប្រុសម្នាក់ក៏បាននិយាយនៅក្នុងពាងបុរាណមកកាន់ពូតែមថា មិនបានទេមិនបានជាដាច់ខាតពួកឯងស្ដាប់ចុះមានសំឡេងចេញពីក្នុងពាងមកណាបើបែបនោះមុខជាស័ក្តិសិទ្ធិពិតហើយពូបន្តទៀតទៅត្រូវហើយពូសាក់លបងម្ដងទៀតតើមើលយើងសាក់មើលទៀតសិនពាងបុរាណគឺថាពួកខ្ញុំមកពីឆ្ងាយណាស់ដូច្នេះសូមអាណិតផងទៅតើបានទេពាងបុរាណបើឯងចង់បានត្រូវយករបស់អ្វីមួយទម្លាក់ចូលទៅក្នុងពាងនេះហើយត្រូវតែជារបស់ដែលមានជីវិតផងដែររបស់ដែលមានជីវិតតើជាសត្វព្រៃមែនទេឲ្យតែមានជីវិតនោះឯងនឹងបានអ្វីដែលឯងចង់បានដូចគ្នាមិនថាជីវិតនោះតូចឬក៏ធំមែនទេរបស់កាន់តែធំកាន់តែទទួលបានតបទៅវិញយ៉ាងមានតម្លៃបំផុតដូចគ្នាតែត្រូវចាំណាថាជីវិតនោះគឺនៅរស់មិនមែនងាប់ទេពួកឯងឮទេពួកយើងទៅយកសត្វព្រៃមកដាក់ក្នុងពាងនេះទៅបាទពូតោះសវណ្ណ បរិះទាំង3បានដើររកសัตว์រហូតបានម្នាក់មួយលុបបានហើយនោះពួកគេក៏បានមករកពាងបុរាណម្ដងទៀត ខ្ញុំមកវិញហើយពាងបុរាណពេលនេះខ្ញុំបានទន្សាយមួយក្បាលមកជាមួយផងដែរសូមមើលចុះដាក់ចូលមកអញនឹងបានអ្វីដែលឯងចង់បានហើយប្រសើរណាស់ពូតែមបានយកទន្សាយរស់បោះចូលទៅក្នុងពាងបុរាណនោះលុះមួយសន្ទុះក្រោយមកគាត់ក៏បានឃើញថាមាសកំពុងតែផុសនៅចំពោះមុខគាត់ពិតមែន មានមាសពិតជាមានមាសមែនអរគុណហើយពាងបុរាណពីពេលនេះទៅខ្ញុំលែងក្រទៀតហើយពូថយតែម្ខាងទៅទុកឲ្យខ្ញុំម្ដងខ្ញុំមានជ្រូកព្រៃខ្ញុំមានសត្វធំជាងបើបែបនោះខ្ញុំមុខជាបានច្រើនជាងជាមិនខានទេ នីឌឿនក៏ដូចគ្នាគាត់ទទួលបានមាសប្រាក់ច្រើនជាងពូតែម10ដងឯណោះ អូព្រះអើយច្រើនណាស់ច្រើនមែនតែនចំណែកសវណ្ណឯងបានកូនចាប់មួយក្បាលយ៉ាងនេះតើបានមាសមួយកាក់មែនទេ ខ្ញុំសក់មើលសិន ប៉ាត់ហើយសវណ្ណមានសត្វតូចតែមួយហេតុនេះគាត់ក៏ទទួលបានមាសតែមួយកាក់ប៉ិតមែន ព្រះអើយមើលចុះគ្មានបានការមែនណាខ្មាស់គេណាស់ បានតែប៉ុណ្ណេះក៏បានដែរខ្ញុំយកវាទៅឲ្យប្រពន្ធខ្ញុំសិនតើឯងនឹងទៅក្នុងពេលនេះមែនទេណែអីក៏បញ្ញាប់ម្លេះហ่าឬមួយក៏នឹកប្រពន្ធមែនទេខ្ញុំចង់ឲ្យនាងសប្បាយចិត្តនឹងណាខ្ញុំលាឲ្យពូ
លាហើយណាឌឿនមកក៏យូរដែរវាមានប្រពន្ធក៏នឹកអញ្ចឹងហើយតែពួកយើងមិនទាន់មានប្រពន្ធផងនឹងនៅយូរសិនក៏មិនអីដែរ និយាយគ្នាចោះឡើងអំពីសុវណ្ណនិងប្រពន្ធបែបនេះពូតែមនិងនីឌឿនក៏បាននឹកឃើញគំនិតមួយថែ ពូពួកយើងមានមាសហើយតែពួកយើងមិនទាន់មានប្រពន្ធទេចុះបើពាងបុរាណជួយបានមិនល្អទេអីពូមែនវ៉ៃគំនិតល្អអន្តើយើងសាកសួរពាងសិនពាងបុរាណបើពួកយើងសុំប្រពន្ធម្នាក់មួយតើបានដែរទេពិតជាបានតែពួកឯងអាចរកជីវិតដែលធំនិងស្អាតមកនោះពួកឯងក៏នឹងបានប្រពន្ធស្អាតដូចគ្នាដែរអូខ្ញុំយល់ហើយតោះអាឌឿនបាទពូបរិះទាំងពីរបានចែកផ្លូវគ្នាដោយរកសត្វដែលល្អបំផុតលុះរកចោះរកឡើងនីដែនក៏ប្រទះឃើញក្ងោកមួយក្បាលកំពុងតែឈរចិត្តមាត់បឹងល្អណាស់បើបានកងោកញីមួយក្បាលនោះប្រពន្ធខ្ញុំមុខជាស្អាតលើសគេជាមិនខានទេនីឌឿនបានលបចាប់ក្ងោកច្រកករងបានយ៉ាងងាយលុះរៀបតែនឹងទៅវិញហើយនោះស្រាប់តែគាត់បាននឹកឃើញគំនិតមួយថែឈប់គិតលេងសើចជាមួយពូតែមមួយសិនចុះបើអញយកកពើដាក់ក្នុងពាងតើប្រពន្ធពូតែមនឹងក្លាយជាស្រីមុខអាក្រក់កាចឆ្នះហើយមែនទេ គិតបែបនេះហើយនីឌឿនក៏បានចាប់ក្រពើមួយក្បាលរួចក៏បានច្រកករងនិងកាន់សម្ដៅទៅរកពូតែមតែម្ដងហើយពិតជាពិបាកណាស់ហត់ណាស់ហើយយើងរកមិនបានសัตว์ដែលល្អបំផុតសោះពូកំពុងតែអស់សង្ឃឹមមែនទេពូចាស់ហើយរកសัตว์មិនបានជារឿងធម្មតាទេតែពូកំភៃអីណាហ៎ណាស្អីគេនឹងជាសัตว์ល្អស្អាតមែនទេអាឌឿនមែនហើយវាស្អាតណាស់ខ្ញុំយកវាមកឲ្យពូហ្នឹងណាតោះឆាប់ឡើងប្រយ័ត្នហួសពេលទៅតោះជាថ្មីម្ដងទៀតពូតែមនិងនីឌឿនក៏បានយកសัตว์ក្នុងករងដាក់នៅក្នុងពាងបុរាណនោះរួចក៏បាននិយាយសុំថែសូមផ្ដល់ជាប្រពន្ធស្អាតម្នាក់ផងណាពាងបុរាណប៉ាត់ជាមែនហើយដាក់ក្ងោកនោះចូលក៏បានមកវិញនៅស្រីដ៏ស្អាតជាងស្រីដែលនីឌឿនធ្លាប់ឃើញពីមុនទៅទៀតស្អាតណាស់អរគុណហើយពាងបុរាណខ្ញុំបានប្រពន្ធស្អាតហើយសូមផ្ញើវាសនានឹងបងហើយណាបងឌឿនបាទថយចេញមើលទុកឲ្យយើងម្ដងពូតែមដាក់សัตว์ចូលពាងបុរាណជាមួយនឹងក្តីរំពឹងនឹងបានស្រីស្អាតជាប្រពន្ធផងដែរតែជាលទ្ធផលនោះគឺគ្មានស្រីក្មេងទេមានតែស្រីចំណាស់ម្នាក់ដែលមានស្បែកជ្រីវជ្រួញប៉ុណ្ណោះសួស្តីលោកប្តីសូមផ្ញើវាសនានឹងបងហើយណាអូព្រះអើយខ្មោចអាក្រក់ណាស់អាឌឿនតើនោះជាសัตว์អីទៅពូចាស់ហើយពូបានប្រពន្ធចាស់បែបនេះក៏សមគ្នាណាស់តើពូឯងចង់លេងសើចនឹងអញផងមែនទេអាឌឿនពូកំខឹងអីណាពូអាចដាក់សัตว์ផ្សេងបានតើចាំខ្ញុំជួយរកឲ្យពូចុះពូតែមពិតជាខឹងណាស់តែគាត់ក៏បានទប់ចិត្តនិងបានគិតថាឈប់សិនមើលពាងបុរាណនេះសុំអីបាននឹងចុះបើអញយកវាទុកសម្រាប់តែខ្លួនឯងអញមិនប្រសើរលើសគេទៅហើយទេអីគិតបែបនេះហើយពូតែមក៏បាននិយាយថាអញក៏និយាយត្រូវដែរតែថាអញដូចជាល្វើយណាស់អញជួយដាក់កូនចាបនេះមួយក្បាលឲ្យយើងផងយើងនឹងអាលទៅរកសัตว์បន្តហើយក៏នឹងវិលទៅផ្ទះវិញផងដែរណាបាទមកឲ្យចាប់មកខ្ញុំដាក់ឲ្យឃើញមានឱកាសល្អពូតែមក៏បានយកកាំបិតចាក់សម្លាប់នីឌឿនក្នុងគ្រានោះទៅ
អូយអូយចុកណាស់ពូមិនក៏ពូធ្វើបែបនេះអូយយើងស្អប់ណាស់អាក្មេងឆ្លើយដូចជាឯងនោះអីហើយយើងក៏នឹងយកពាងនេះសម្រាប់តែយើងម្នាក់ផងដែរចំណែកនាងនេះក៏ជារបស់យើងដែរអើយស្ដាយណាស់ដែលរាប់អានពូអាក្រក់ណាស់អើយនេះណែ ហេតុថាមិនស្មោះត្រង់ម្នាក់មានចិត្តលោភលន់រៀងខ្លួនចុងក្រោយបរិះទាំងពីរនោះក៏បានស្លាប់ក្នុងគ្រានោះទៅព្រះអើយគួរឲ្យខ្លាចណាស់នាងល្អងនិងយាយចាស់ម្នាក់នេះភ័យពេកក៏បានរត់គេចចេញទៅឆ្ងាយចំណែកគ្រួសាររបស់សវណ្ណវិញនោះតែយ៉ាងណាដែរនៅផ្ទះសវណ្ណអូយហត់ណាស់តែបែរជាងវិញរកផ្លូវមិនឃើញសោះមកដល់ពេលនេះមិនដឹងថាប្រពន្ធខ្ញុំទៅជាយ៉ាងណាទៅហើយទេក្នុងគ្រានោះដែរនាងរំសាយក៏បានមកដល់ល្មមអ្នកប្តីបងមកវិញហើយមែនទេបាទអូនបងមកវិញហើយអូនមើលចុះបងបានមាសមកកាក់ផងដែរណាថាម៉េចទៅរាប់សប្តាហ៍មកវិញបានតែមួយកាក់នេះមែនទេគឺមិនមែនទេឲ្យតែមានសัตว์ល្អយើងក៏បានមាសមកវិញច្រើនដែរមកចាំបងប្រាប់សវណ្ណបានពោលរៀបរាប់រឿងរ៉ាវទាំងអស់នោះចំណែកនាងរំសាយបានស្ដាប់ហើយនាងក៏បានភ្ញាក់ផ្អើលនិងបាននិយាយថាបើអញ្ចឹងល្អណាស់អ្នកប្តីបងយកជ្រូកយកមាន់ទៅដូរប្រាក់ទៅណាបង ពិតមែនហើយម្យ៉ាងទៀតម្ដងនេះបងស្គាល់ផ្លូវហើយពួកយើងនឹងមិនក្រទេណាចាបងកន្លងទៅជាច្រើនខែនីសុវណ្ណតែងតែដាក់សัตว์និងទទួលបានមាសប្រាក់ជាហូរហែពេលនេះគាត់មានខ្លាំងណាស់បងគិតឈប់ដាក់សัตว์ឲ្យអូនព្រោះយើងមានទ្រព្យច្រើនណាស់បងកុំឆោតពេកមានមាសក៏ច្រើនមែនហើយតែពួកយើងមិនទាន់បានដូចជាសេដ្ឋីឯណាកុំឈប់អីណាបងយកសัตว์ទៅបដូរទៀតទៅបាទអូនបើអញ្ចឹងបងទៅសិនសវណ្ណនិងប្រពន្ធមានចិត្តលោភលន់ណាស់សំបដូរមិនឈប់ទេចំណែកវិញ្ញាណនៅក្នុងពាងបុរាណវិញនោះឃើញបែបនេះក៏បាននិយាយជាមួយសវណ្ណថាតែអ្នកមិនទាន់ឈប់ចង់បានទៀតមែនទេពិតមែនហើយពាងបុរាណព្រោះខ្ញុំក្រណាស់សូមផ្ដល់មាសបន្ថែមទៀតមកចុះឯងមិនសុំអ្វីក្រៅពីមាសប្រាក់ទេមែនទេខ្ញុំមិនសុំអីក្រៅពីមាសទេអូឈប់សិនខ្ញុំដូចជាចង់ខ្លាយជាស្ដេចណាស់ពិតជាបានការផ្ដល់នេះគ្មានដែនកំណត់ទេតែឯងត្រូវតែយកជីវិតមកដូចដើមហើយជាជីវិតដ៏ធំទៀតផងពិតណាស់ខ្ញុំបានត្រៀមរួចហើយតើឯងបានត្រៀមអីទេគឺសត្វដែលមានតម្លៃបំផុតនោះអីខុសហើយបើចង់បានរឿងកាន់តែធំត្រូវតែដាក់ជីវិតមនុស្សថម៉េចមែនហើយខ្ញុំមានយ៉ាងនេះលះបង់មនុស្សមួយចំនួននោះក៏គ្មាននរណាដឹងនៅទង្វើខុសនេះដែរដល់ពេលខ្ញុំខ្លាយជាស្ដេចក៏រឹតតែគ្មាននរណាហ៊ានទៀតផងសវណ្ណដឹងថាធ្វើបែបណាហើយដូច្នេះគាត់ក៏បានវិលទៅផ្ទះវិញនិងហៅប្រពន្ធរបស់គាត់មកនិយាយគ្នាថាអូនបងមកវិញហើយមកវិញហើយមែនទេឯណាមាសនោះបង គ្មានទេថាម៉េចអ្នកប្តីតើឲ្យអូននិយាយថាម៉េចទៅបងរៀងឆ្លាតបន្តិចនោះបងពិតជាល្ងងកែមិនឡើងសោះបងសវណ្ណបើបងនៅតែល្ងងយ៉ាងនេះខ្ញុំយកប្តីថ្មីហើយណាកុំតន់ខឹងបងចង់ថាបងយកជីវិតមនុស្សទៅប្ដូរដើម្បីបានខ្លាយជាស្ដេចណាថាម៉េចនាងផូលីកាទៅណាហើយ
បងចង់យកនាងទៅបោះចូលក្នុងពាងបុរាណជាការដោះដូរធ្នូជាស្ដេចនឹងណាអូន ចប់បើសាលាក្តីដឹងនោះពួកយើងមកជាមានទោសហើយ នាងគ្មានសាច់ញាតិទេបើនាងលះបង់ឲ្យយើងវត្តមាននាងគឺគ្មាននរណាសង្ស័យលើពួកយើងទេ ក៏ត្រូវដែរបើអញ្ចឹងបងប្រញាប់ទៅធ្វើភ្លាមទៅខ្ញុំចង់ខ្លាចជាព្រះមហេសីណាស់ បាទអូន គ្រានោះសវណ្ណក៏បានបញ្ឆោតនាំផូលីកាទៅកាន់ពាងបុរាណរួចក៏បាននិយាយថាពួកយើងមិនដល់មែនទេតែបងជីដូនមួយទីនេះគ្មានអស់ទេម្ចាស់គួរឲ្យខ្លាចណាស់ពួកយើងទៅវិញទៅ អត់ទេយើងមិនបានឲ្យនាងមកជួយប្រមូលអស់ឯណានាងមិនអាចទៅណាបានទាំងអស់នាងត្រូវតែងាប់នៅទីនេះនោះអី តើមានន័យថាយ៉ាងម៉េចទេបងជីដូនមួយ កុំនិយាយច្រើនឆាប់លោតចូលទៅក្នុងពាងបុរាណភ្លាមទៅ អត់ទេអត់ទេ មិនព្រមលោតចូលមែនទេបានទុកឲ្យយើងជាអ្នកជួយនាងចុះ កុំអីជួយផងសវណ្ណបានបង្ខំផូលីកាឲ្យចូលទៅក្នុងពាងបុរាណនោះលុះនាងធ្លាក់ចូលហើយនោះមួយសន្ទុះក្រោយមកវត្តមានរបស់ផូលីកាក៏បានបាត់ឆឹងទៅ ប្រសើរណាស់ពាងបុរាណតើខ្ញុំអាចក្លាយជាស្ដេចហើយមែនទេមិនទាន់គ្រប់ទេព្រោះការនេះគឺធំណាស់ត្រឹមតែម្នាក់មិននឹងអាចជួយឯងឲ្យក្លាយជាស្ដេចបាននោះបានបើអញ្ចឹងខ្ញុំនឹងទៅរកបន្ថែមទៀតសិនសុំចាំបន្តិចណា និយាយហើយសុវណ្ណក៏បានចេញទៅចំណែកផូលីកាស្រាប់តែទៅដល់កន្លែងមួយទីនេះចម្លែកណាស់សួស្ដីតើមានមនុស្សទេគ្រានោះដែរស្រាប់តែមានព្រះបុត្រាមួយអង្គបានយាងមកយ៉ាងសង្ហាអ្នកនាងកុំខ្លាចអី ត្រង់ជាព្រះបុត្រាមែនទេហេតុអីក៏មានព្រះបុត្រាគង់នៅទីនេះអញ្ចឹងមានន័យថាខ្ញុំក៏មិនបានធ្លាក់ក្នុងពាងដែរប៉ាទេ ទីនេះគឺក្នុងពាងបុរាណដែលនាងធ្លាក់មកនោះហើយ តែនេះជាការប៉ັດមែនទេ យើងបានជាប់បណ្ដាសាបិសាចយូរហើយរឿងនេះគឺវែងឆ្ងាយណាស់តែនាងកុំបារម្ភអីពួកយើងមុខជាអាចចេញទៅវិញបាន តើធ្វើបែបណាទេតើអាចចេញបាននោះ ឲ្យតនាងព្រមយកយើងជាប្តីពួកយើងនឹងអាចចេញបានហើយ តែខ្ញុំម្ចាស់ជាកូនអ្នកក្រជាកូនកំព្រាខ្ញុំម្ចាស់មិនសមនឹងត្រង់ទេ យើងរងចាំនាងយូរហើយសូមព្រមរៀបការនឹងយើងទៅណាមានតនាងព្រមឆ្លើយទេទើបពួកយើងអាចចេញទៅវិញបាន បានចឹងបានខ្ញុំម្ចាស់ជល់ព្រមរៀបការនឹងត្រង់ហើយគ្រាន់តែផូលីកានិយាយថាព្រមបែបនេះពួកគេក៏បានចេញមកក្រៅវិញបានពិតមែននៅខាងក្រៅពាងបុរាណ ប្រសើរណាស់ពួកយើងមានសេរីភាពហើយឆាប់ឡើងទីនេះនឹងផ្ទុះបែកជាមិនខានទេ ពួកចឹងនឹងទៅណាទេខ្ញុំម្ចាស់ចង់ទៅលាបងជីដូនមួយសិនណា ពួកគេមិនសមឲ្យអូនអាណិតទេ តែយ៉ាងណាក៏ពួកគេមានកូនមកលើខ្ញុំម្ចាស់ដែរ ឆាប់ឡើងពួកយើងចិត្តអស់ពេលហើយណាពេលក្រោយសំបងនាំអូនមករកពួកគេចុះ ព្រះពរគ្រានោះព្រះបុត្រាក៏បាននាំផូលីកាទៅកាន់រាជវាំងចំណែកនាងរំសាយហេតុថាចង់ដឹងអំពីពាងបុរាណនោះនាងក៏បានមកតាមសុវណ្ណផងដែរនៅក្រៅឡានភ្នំ ខ្ញុំដូចជាចង់ខ្លាយជាស្ដេចឆាប់ណាស់បើមានជីវិតដើរកាត់ទីនេះមុខជាប្រសើរហើយ បងសុវណ្ណតើបងខ្លាចជាស្ដេចហើយនៅអូនចាំបងយូរណាស់ណា ប្រសើរណាស់អញនឹកឃើញហើយមានតែយកប្រពន្ធអញដាក់ក្នុងពាងបុរាណទេទើបបំណងអញឆាប់បានសម្រេច តើបងនិយាយអីហ្នឹង មកតាមប្តីមកឆាប់ឡើងបងមុខជាខ្លាយជាស្ដេចជាមិនខានទេ ចាបងខ្ញុំរំភើបណាស់
សវណ្ណគ្រាន់តែនាំនាងរំសាយទៅដល់កន្លែងនោះភ្លាមស្រាប់តែពីងបុរាណក៏បានផ្ទុះបែកបណ្ដាលឲ្យពួកគេមានរបួសជាខ្លាំង អូយអូយឈឺណាស់ឈឺណាស់ អើយអើយតើនេះជាអ្វីទៅឯណាពីងបុរាណនោះអូយឈឺណាស់តើខ្ញុំនឹងស្លាប់នៅទីនេះហើយមែនទេអូមិនត្រឹមតែពីងបុរាណទេល្អាងក៏បានបាក់ស្រុតដែរចុងក្រោយបុគ្គលលុបលន់ទាំងនេះក៏វិនាសក្នុងគ្រានោះទៅ កូនចាប់តើឯងមកទីនេះព្រោះតែរឿងអីឬក៏ចង់ទៅដើមកន្លែងយើងដេកមែនទេ អត់ទេលោកពូក្របីតែខ្ញុំល្បីថាលោកពូសង្ហាណាស់ហើយមានមេធំទៀតខ្ញុំក៏មកលេងទីនេះដើម្បីមើលលោកពូបានម្ដងនឹងណា ឯងនិយាយត្រូវហើយយើងជាកបីដែលមានមាឌមាំជាងគេហើយកម្លាំងក៏ខ្លាំងជាងគេដែរឯងមកត្រូវកន្លែងហើយ ប៉ុន្តែលោកពូក្របីខ្ញុំឃើញលោកពូក្របីមួយក្បាលទៀតធំជាងលោកពូទៅទៀត និយាយពីកបីដែលមានតម្បៅគូតនៅខាងត្បូងនោះមែនទេវាមិនអស់ចាអីទេ កូនចាប់តើឯងយល់អំពីអត្ថន័យជីវិតហើយឬនៅកុំខូចទៀតណាព្រះម៉ែខ្ញុំម្ចាស់យល់ហើយខ្ញុំម្ចាស់សន្យាថាខ្ញុំម្ចាស់នឹងឧស្សាហ៍តស៊ូស្ដាប់បង្គាប់និងកតញ្ញូផងដែររឿងនាងកូនចាស់ប្រពឺនាដងព្រៃដ៏សែនជ្រៅមានបសាបក្សីសត្វព្រៃចម្រុះពូជជាច្រើនប្រភេទព្រៃនោះគ្រប់សត្វរស់នៅបានសុខណាស់ព្រោះមានអាហារសពយ៉ាងតែម្ដងនៅចាស់សំបុកចាពុកម៉ែកូនសុំទៅហែលេងក្បែរមាត់ទឹកហើយណាកូនទៅដើរលេងទៀតហើយមែនទេថ្ងៃនេះកូនអាចនៅសំបុកបានឬអត់នឹង មែនហើយកូនធំជាងមុនហើយពុកចង់បង្រៀនកូនពីរបៀបរកចំណីដល់កូនណា ប៉ុន្តែកូនគិតថាកូនមិនតាន់ធំទេកូនសុំហែលេងសិនបានទេមិនបានទេកូនត្រូវទៅចាប់ផ្ដើមរៀនដើម្បីស្វែងរកចំណីនាពេលនេះតែម៉ែកូនមានពុកម៉ែជួយរកចំណីទៅហើយម្យ៉ាងចំណីក្នុងព្រៃក៏ច្រើនទៀតចាំបាច់អីត្រូវរកចំណីនោះ នេះគឺជាតួនាទីពុកម៉ែមិនអាចចិញ្ចឹមកូនរហូតតទៅបានទេពុកម៉ែចិញ្ចឹមកូនតែពេលដែលកូនមិនទាន់មានលទ្ធភាពតែប៉ុណ្ណោះ មានន័យថាពុកម៉ែនឹងបោះបង់កូនចោលនៅពេលដែលកូនកាន់តែធំប៉ុតទេ មិនមែនអញ្ចឹងទេក៏ប៉ុន្តែនេះគឺជារបៀបរស់នៅនៃបក្សីយើងគ្រប់គ្នាត្រូវតែហាត់រៀនពីរបៀបស្វែងរកចំណីដើម្បីចិញ្ចឹមជីវិតដោយខ្លួនឯង ហើយពេលដែលកូនធំឡើងកូនមានគ្រួសារកូនក៏ត្រូវចិញ្ចឹមកូនរបស់កូនដូចគ្នា កូនចាប់ ពុកវាមើលចុះកូននេះលេងមិនឈប់សោះហើយសែនរពឹសទៀត ធ្វើម៉េចទៅម៉ែវាបើកូនយើងមិនខំប្រឹងយ៉ាងនេះនោះខ្ញុំពិតជាពិបាកចិត្តណាស់ គិតចេះចោះពុកវាពេលដែលកូនមកវិញខ្ញុំនឹងបង្រៀនតែម្ដងហើយ បាទម៉ែវា នាងកូនចាប់វិញនោះមិនខ្វល់ពីសម្ដីឪពុកម្ដាយទេវាចេះតែលេងហើយលេងទៀតហើយវាក៏រពឹសជាជាងសត្វបក្សីដទៃផងដែរនៅចិត្តព្រៃមួយតែសភាពពិតជាល្អណាស់ខ្ញុំពិតជារីករាយមែនខ្ញុំមិនចង់ធ្វើការទេធ្វើការហាត់នឿយណាស់ជួនគ្នានោះដែរកូនចាប់កំពុងលេងយ៉ាងសប្បាយរីករាយទន្សាយមួយក្បាលក៏បានលោតចូលមក អេសួស្ដីនាងកូនចាប់តើនាងហៅតាណាមកណានឹងហេតុអីក៏អត់មាននរណាមកលេងជាមួយដូចនេះ សួស្ដីបងទន្សាយគឺខ្ញុំទៅតែមកដល់ទីនេះបន្តិចទេហេតុនេះទើបខ្ញុំគ្មានមិត្តភក្តិលេងជាមួយនឹងណាចុះបងទន្សាយទៅណាមកណាដែរ កូនចាប់ខ្ញុំកំពុងតែលោតលេងនៅទីនេះហើយខ្ញុំក៏ផឹកទឹកសន្សើមផងដែរឥឡូវនេះខ្ញុំឆ្អែតហើយចុះឯងឆ្អែតហើយនៅ ខ្ញុំមិនតាន់ឆ្អែតទេព្រោះខ្ញុំមិនតាន់បានឆៃអាហារពេលព្រឹកផង មិនក៏អញ្ចឹង ព្រោះថ្ងៃនេះមិនស្លាស់ល្អណាស់ខ្ញុំមិនចង់ញ៉ាំហើយក៏មិនចង់ឆៃអាហារទេខ្ញុំចង់លេងកំសាន្តសិនសុំខ្ញុំទៅវិញម្យ៉ាងចំណីរបស់ពុកម៉ែខ្ញុំរកមកទុកច្រើនណាស់ ឯងពិតជាសំណាងមែនដែលមានឪពុកម្ដាយជួយចិញ្ចឹមមើលថែមិនដូចខ្ញុំទេខ្ញុំអបសោកដល់ហើយទៅណាមកណាតែម្នាក់ឯងអត់មានអ្នកណាជួយទំនុកបំរុងសោះ តើបងរស់នៅពិបាកណាស់មែនទេ
មិនពិបាកណាស់ណាទេព្រោះខ្ញុំចេះរកចំណីហើយនិងចេះរកអាហារដោយខ្លួនឯងគ្រាន់តែថាខ្ញុំមិនសូវជាយល់អំពីការរស់នៅទេដោយសារគ្មានអ្នកណាណែនាំនោះអី គេអញ្ចឹងសោះតែមិនអីទេកុំកាត់ច្រើនពេកពួកយើងនៅក្មេងៗពួកយើងគួរតែទៅលេងចិត្តនោះបន្តិចទៅល្អជាង មែនហើយខ្ញុំមានគំនិតមួយតើឯងចង់លេងជាមួយខ្ញុំដែរទេ តែលេងអ្វីទៅខ្ញុំដូចជាចង់ដឹងណាស់បងទំសាយសូមបងនិយាយមកមើល កូនចាប់ឯងមកតាមខ្ញុំមកចាំខ្ញុំប្រាប់ ចា ពួកយើងទៅលេងព្រៃខាងនោះណាទីនោះសប្បាយណាស់ តើឆ្ងាយដែរទេពុកខ្ញុំមិនឲ្យខ្ញុំទៅណាឆ្ងាយទេណាបងទំសាយក ុំល្ងងពេកកូនចាប់ការដែលស្គាល់អ្វីដែលថ្មីជារឿងដែលសប្បាយទេម្យ៉ាងទៀតព្រៃខាងនោះក៏វាមិនឆ្ងាយដែរ បើអញ្ចឹងខ្ញុំនឹងហោះទៅជាមួយបងចោះព្រោះខ្ញុំហោះលឿនណាស់ហោះតែបន្តិចទៅដល់ហើយ មែនហើយឯងហើរលឿនយ៉ាងនេះតែខ្លាចមានគ្រោះថ្នាក់អីទៅ ទីដែរទុនសាយចង់ទៅនោះដែរមានក្របីពីរក្បាលហើយទុនសាយចង់ឲ្យក្របីប្រយុទ្ធគ្នាហេតុនេះធ្វើឲ្យកូនចាប់រពឹសចាប់អារម្មណ៍ណាស់មើលចោះពួកគេទៅដល់ទី1ហើយតើចូលគ្នាយ៉ាងម៉េចទៅបើពួកគេជប់គ្នារាល់តែថ្ងៃហ្នឹងពួកគេមុខជាមិនឆ្លោះគ្នាទេ ឯងមិនដឹងទេអីកបីឡើងកទាំងពីរនោះមានអំនួតណាស់ហេតុនេះខ្ញុំចង់ឲ្យពួកគេប្រយុទ្ធគ្នា កាត់ទៅតើពួកគេប្រយុទ្ធគ្នាល្អណាស់មែនទេបងទំសាយ ពិតមែនហើយខ្ញុំធ្លាប់ឃើញកបីប្រយុទ្ធគ្នាពិតជាអស្ចារ្យខ្លាំងណាស់ដូច្នេះហើយខ្ញុំចង់បោកកបីទាំងពីរក្បាលនេះម្ដង ប៉ាត់ជាល្អណាស់ខ្ញុំក៏ចង់បញ្ឆោតឲ្យពួកគេប្រយុទ្ធគ្នាដែរព្រោះខ្ញុំចង់ឃើញការប្រយុទ្ធរបស់ក្បីដែរណាបងទំសាយ ល្អណាស់បើអញ្ចឹងឯងមកតាមខ្ញុំមកខ្ញុំនឹងបង្ហាញឲ្យឯងឃើញពួកយើងចិត្តទៅដល់កន្លែងកបីហើយ ចា កូនចាប់ឯងទៅប្រាប់កបីទី1នោះថាមានកបីទី2ចង់ប្រយុទ្ធជាមួយវាហើយនិយាយបញ្ចុះបញ្ចូលវាថាកបីនោះពិតជាស្អប់វាខ្លាំងណាស់នោះកបីទី1នឹងខឹងជាមិនខាន ខ្ញុំយល់ហើយបងទំសាយ ចំណែកខ្ញុំនឹងទៅបញ្ចុះបញ្ចូលកបីទី2ដែរតោះចាត់ការទៅ គិតគ្នាហើយសត្វទាំងពីរក៏បានចែកទីតាំងដើម្បីបញ្ឆោតក្របីទាំងពីរឲ្យកើតជាចំនួនមួយនៅចិត្តក្របីទី1ជំរាបសួរលោកពូក្របីដ៏ធំអស្ចារ្យក ូនចាប់តើឯងមកទីនេះព្រោះតែរឿងអីឬក៏ចង់ទៅដើមកន្លែងយើងដេកមែនទេ អត់ទេលោកពូក្របីតែខ្ញុំល្បីថាលោកពូសង្ហានណាស់ហើយមានមេធំទៀតខ្ញុំក៏មកលេងទីនេះដើម្បីមើលលោកពូបានម្ដងនឹងណា ឯងនិយាយត្រូវហើយយើងជាកបីដែលមានមាឌមាំជាងគេហើយកម្លាំងក៏ខ្លាំងជាងគេដែរឯងមកត្រូវកន្លែងហើយ ប៉ុន្តែលោកពូក្របីខ្ញុំឃើញលោកពូក្របីមួយក្បាលទៀតធំជាងលោកពូទៅទៀត និយាយពីកបីដែលមានតម្បៅគូតនៅខាងត្បូងនោះមែនទេវាមិនអស្ចារ្យអីទេ ពូក្របីខ្ញុំបានលើក្របីនោះនិយាយថាទោះបីជាគាត់កាត់ដំបៅក៏ពិតមែនប៉ុន្តែគាត់អាចប្រយុទ្ធជាមួយនឹងលោកពូបានហើយនឹងយកឈ្នះយ៉ាងងាយទៀតផង ថាម៉េចវានិយាយឌឺអញ្ចឹងផងមែនទេ ប៉ាត់មែនហើយគាត់ថែមទាំងនិយាយថាលោកពូជាក្របីល្ងងណាស់គ្មានបានការសោះដើរមិនត្រង់ផ្លូវពោះប៉ោងស្នែងធំច្រមុះក្រហេតភ្នែកខុងកន្ទុយកត់ហើយសំបីតែក្តាន់ក៏ពូប្រយុទ្ធមិនឈ្នះផង អីក៏ប្រហើនម្លេះវានេះពិតជានិយាយបែបហ្នឹងពីក្រោយខ្នងយើងផងមែនទេគួរឲ្យក្តៅកាហាយណាស់ ប៉ាត់ជាមានច្រើនជាងនឹងទៅទៀតហើយថែមទាំងនិយាយថាលោកពូក្របីជាក្របីគ្មានមុនស្នេហ៍តើពូក្របីគ្មានប្រពន្ធនឹងគេនោះអី យើងពិតជាខឹងណាស់យើងនៅមិនសុខទេញ័រសាច់អស់ហើយយើងចង់ទៅវត្តវាឲ្យធ្លាយពោះវៀនម្ដង លោកពូក្របីបើលោកពូមិនវាយប្រហារឬក៏ប្រយុទ្ធយកឈ្នះទេលោកពូមុខជាត្រូវគេប្រមាថហើយ ឯងនិយាយត្រូវហើយកូនចាប់អរគុណណាស់ដែលឯងបាននិយាយការពិតទាំងអស់នេះឆាប់ជូនយើងទៅរកវាភ្លាមទៅ បានពូក្របីនោះនៅចិត្តមាត់ស្ទឹងឯណោះមិនឆ្ងាយពីទីនេះទេនិយាយអំពីទុនសាយវិញក៏ដូចគ្នាដែរវាប្រឹងបញ្ចុះបញ្ចូលក្របីទី2ជាច្រើនដងច្រើនសែរហូតធ្វើឲ្យក្របីទី2កាត់កំហឹងខឹងឈួលជាខ្លាំង លបងកបីបើលបងមិនប្រយុទ្ធយកឈ្នះចាញ់ទេលបងមុខជាត្រូវគេប្រមាថថាអន់ជាងសัตว์ជាមទៅទៀតណាពិតជាគួរឲ្យខឹងណាស់
ក៏បីល្ងងនោះវាហ៊ានប្រមាថយើងដល់ម្លឹងផងអីបើអញ្ចឹងយើងនឹងទៅប្រយុទ្ធជាមួយវានៅក្នុងពេលនេះគឺត្រូវតែអញ្ចឹងហើយលបងខ្ញុំនឹងគ្រប់គ្រងលបងផងដែរណាក្របីមានកំហឹងខឹងហើយពួកគេក៏បានទៅដល់កន្លែងមួយនៅជិតមាត់ទឹកនិងបានជួបជុំគ្នាត្រៀមវាការប្រយុទ្ធតែម្ដងឯងថាយើងនេះអន់ណាស់មែនទេយើងពិតជាខឹងណាស់មិននឹកស្មានតែឯងជាសត្វអាក្រក់បែបនេះសោះកុំនិយាយច្រើនថ្ងៃនេះបើគ្មានអ្នកឈ្នះអ្នកចាញ់យើងមិនសុខចិត្តទេរវាងយើងទាំងពីរនាក់ត្រូវតែមានម្នាក់ឈ្នះនិងម្នាក់ចាញ់មែនហើយបើយើងឈ្នះយើងត្រូវតែគ្រប់គ្រងនៅទីនេះចំណែកឯងត្រូវតែចាក់ចេញទៅឲ្យឆ្ងាយកុំឲ្យយើងឃើញមុខទៀតកុំនិយាយច្រើនឆាប់ចូលមកប្រឹងឡើងកុំឲ្យគេប្រមាថលបងម្ដងហើយម្ដងទៀតឲ្យសោះណាខ្ញុំនៅទីនេះចាំគ្រប់គ្រងលបងជានិច្ចប្រឹងឡើងពូកបីកុំឲ្យគេប្រមាថពូទៀតខ្ញុំនៅទីនេះដើម្បីគ្រប់គ្រងពូហេតុថាមានកំហឹងខឹងនៅក្នុងចិត្តខ្វះការពិចារណានោះក្របីទាំងពីរក៏បានជល់គ្នាមានរបួសជាទម្ងន់ផងដែរលបងប្រឹងឡើងលបងប្រឹងឡើងលបងត្រូវតែយកឈ្នះឲ្យបានណាកុំឲ្យចាញ់ឲ្យសោះមែនហើយលោកពូប្រឹងឡើងកុំចោះចាញ់ឲ្យសោះណាក្របីទាំងពីរប្រឹងហើយប្រឹងទៀតតែគ្មានអ្នកឈ្នះហើយក៏គ្មានអ្នកចាញ់ដែរទីបំផុតពួកគេក៏បានដួលសន្លប់បាត់បង់ស្មារតីក្នុងគ្រានោះទៅព្រះអើយអត់មានអ្នកណាឈ្នះអត់មានអ្នកណាចាញ់សោះគួរឲ្យស្ដាយណាស់មែនហើយតែថាការប្រយុទ្ធដ៏អស្ចារ្យនេះពិតជាល្អមើលណាស់ណាបងទន្សាយមែនហើយថ្ងៃហ្នឹងប៉ណ្ណឹងបានហើយកូនចាប់ពួកយើងទៅវិញទៅចាំស្អែកចាំយើងរកវិធីកំសាន្តបន្តទៀតចាបងទន្សាយក្របីទាំងពីរដេកសន្លប់ចំណែកទន្សាយក៏បានវិលទៅវិញហើយកូនចាប់ក៏បានហោះទៅសម្បុកដូចគ្នាក្នុងគ្រានោះទៅពេលនោះដែរទេពធីតាមួយអង្គក៏បានបង្ហាញព្រះកាយចេញមកក្របីហេតុតែចង់ឈ្នះចាញ់ខ្វះការពិចារណាចាញ់បោកល្បិចកលសត្វតូចតាចទៅវិញអ្នកពិតជាល្ងងពេកហើយទេពធីតាមានបន្ទូលបែបនេះហើយទ្រង់ក៏បានធ្វើឲ្យសត្វទាំងពីរដឹងខ្លួនឡើងវិញហើយក៏ធ្វើឲ្យពួកគេភ្លេចរឿងរ៉ាវដែលបានកើតឡើងនិងបានវិលត្រឡប់ទៅទីឋានរបស់ខ្លួនរៀងខ្លួនផងដែរចុះក្របីទាំងពីរភ្លេចរឿងរ៉ាវដែលបានកើតឡើងផងទៅចោះនិងក៏មានចិត្តគុំគួនឡើយមានបន្ទូលហើយទេពធីតាក៏បានបំបាំងកាយចេញបាត់ទៅចំណែកកូនចាប់វិញនោះនៅចាត់សម្បុកចាកូនទៅមកពីណាកូនទៅតែមកពីលេងក្បែរមាត់ទឹកនឹងណាឥឡូវនេះកូនឃ្លានណាតើមានអាហារសម្រាប់កូនទេពុកមានអាហារបន្តិចបន្តួចកូនឆៃចុះឆៃឆ្អែតហើយត្រូវទៅរៀនរកចំណីជាមួយនឹងពុកចាកូនចាប់ឆៃអាហារហើយឪពុកចាប់និងមេចាប់ក៏បាននាំកូនចាប់ហោះហើរដើម្បីស្វែងរកចំណីលុះទៅដល់កន្លែងមួយនោះមេចាប់ក៏បាននិយាយឡើងកូនចាប់កូនត្រូវហើរដោយប្រុងប្រយ័ត្នភ្នែករំពៃមើលគ្រប់ទិសទីដើម្បីសម្គាល់ថាអាហាររបស់យើងនៅទីណាឮទេចាពុកម៉ែកូននឹងចេះឆាប់នេះហើយតែពុកម៉ែកូនហត់ណាស់តោះពួកយើងទៅវិញទៅកូននេះពួកយើងមិនទាន់បានអនុវត្តទេណាចាពុកម៉ែតែកូនដូចជាល្វីងណាស់មិនបានទេខំរៀនបន្តិចសិនទៅឪពុកនិងមេចាប់បាត់បង្រៀនកូនចោះឡើងនិងបង្ហាញជាឧទាហរណ៍ផងដែរតែកូនចាប់បែរជាលេងធ្វើប្រងើយព្រមទាំងដេកលក់បាត់ទៅពុកវាមើលចោះកូនចេះដេកលក់ទៀតហើយបើអញ្ចឹងបានហើយម៉ែវាតោះទៅវិញកន្លងទៅប៉ុន្មានថ្ងៃកូនចាប់វិញមិនព្រមទៅរកចំណីឯណាតែវាទៅរកមើលសត្វព្រៃដើម្បីបង្ករឿងលេងតានៅចិត្តកន្លែងទន្សាយសួស្ដីបងទន្សាយខ្ញុំមកលេងបងទៀតហើយតើមានរឿងអីបានជាឯងមកដល់ទីនេះទៀតហើយខ្ញុំរងចាំថ្ងៃស្អែកពិតជាយូរណាស់ហេតុអីខ្ញុំកេងក៏មិនលក់ឡើយខ្ញុំគិតថាមកលេងបងវិញណាដើម្បីរកអ្វីសប្បាយនឹងណា
តែឯងចង់លេងអីថ្ងៃនេះខ្ញុំមិនទាន់ចង់លេងទេខ្ញុំចង់សម្រាកមុនពេលព្រះអាទិត្យលិច បងកំតាន់ដេកអីពួកយើងទៅមើលការប្រកួតរបស់សត្វដទៃទៀតបានទេ ខ្ញុំអត់ទៅទេបើឯងចង់ទៅឯងទៅមើលផ្ទះតាបោះចិត្តចុងភូមិខាងកើតចុះទីនោះមានអីលេងនិងមានអាហារច្រើនណាស់ តែទីនោះមានអ្វីពិសេសខ្លាំងណាស់មែនទេបងទន្សាយ នៅភូមិខាងកើតចម្ងាយប្រហែលជាប្រមាណយោជនឹងមានភូមិអ្នកស្រុកតូចមួយនៅទីនោះមានអាហារប្លែកៗហើយក៏មានអ្វីដែលយើងនឹកស្មានដល់ផងដែរ ចាប់បាត់ទីនោះមិនក៏សត្វព្រៃមិនទៅ ព្រោះមនុស្សត្រូវរស់នៅដោយមនុស្សសត្វព្រៃត្រូវរស់នៅដោយសត្វព្រៃតើឯងយល់ទេ មែនហើយខ្ញុំយល់ហើយតែខ្ញុំអាចទៅលេងទីនោះបានញឹកញាប់ដែរទេបងទន្សាយ ពិតជាបានព្រោះខ្ញុំក៏តែងតែទៅទីនោះម្ដងម្កាលដែរចំការអ្នកស្រុកពិតជាមានបន្លែល្អៗនិងមានឱជារសណាស់ បានអញ្ចឹងខ្ញុំទៅមើលសិន អូឈប់សិន តើមានរឿងអីមែនទេបងបដូរចិត្តហើយមែនទេ ខ្ញុំក៏គ្មានការងារអីធ្វើដែរគិតអញ្ចេះចុះពួកយើងទៅលួចអាហារតាបោះនៅជាប់ព្រៃខាងនោះបានទេ មែនទេតើសប្បាយទេ ពិតជាសប្បាយណាស់ហើយឆ្ងាញ់មាត់ទៀតផង ពិសេសណាស់តោះឆាប់ទៅសត្វទាំងពីរមិនបង្អង់យូរក៏បានទៅដល់អាស្រមនៃតាបឺនៅចិត្តខ្ទមតាបឺ គឺនោះហើយឥឡូវកូនចាប់ខ្ញុំដកយកតែការ៉ុតចិត្តនេះទេណាចុះឯង ខ្ញុំមិនចូលចិត្តការ៉ុតទេបានជាមកដល់ទីនេះហើយខ្ញុំចង់លួចគ្រាប់សណ្ដែកដីណាបងទន្សាយ បើអញ្ចឹងប្រយ័ត្នផងណាខ្ញុំលួចបានខ្ញុំទៅមុនហើយ ចាពួកយើងចាំជួបគ្នាមាត់ព្រៃបន្តទៀតចាសត្វទាំងពីរបានលួចតាមគោលដៅរៀងៗខ្លួនលុះលួចបានហើយនោះពួកគេក៏បានទៅជួបគ្នានៅកន្លែងដើមនៅចិត្តព្រៃមួយបងទន្សាយបងមកហើយមែនទេពេលនោះដែរมันមានទន្សាយទេតែបែរជាមានមនុស្សស្រីចំណាស់ម្នាក់ទៅវិញគ្មានទន្សាយទេណាចៅចាប់តើបងទន្សាយទៅណាលោកយាយបានឃើញដែរទេកូនទន្សាយគេមិនមកទៀតទេគេកែប្រែហើយតើប្រែបែបណាទៅលោកយាយគឺកូនទន្សាយបានជួបជុំពុកម៉ែវិញហើយគេក៏សន្យាថាឈប់លេងទៀតហើយបើគាត់ឈប់លេងខ្ញុំអុកសុកស្លាប់ហើយឯងក៏គួរតែឈប់លេងដែរហើយត្រូវកតញ្ញូផងណាខ្ញុំកតញ្ញូស្រាប់ហើយមើលចុះខ្ញុំយកគ្រាប់សណ្ដែកដីផ្ញើពុកម៉ែទៀតផងណាការដែលលួចគេនោះមែនទេវាមិនល្អទេតែឃើញថាគ្មានអ្វីផងទេខ្ញុំលួចតាបោះក៏មិនដឹងដែរមើលទៅឯងមិនយល់ការសោះបានហើយបើឯងកតញ្ញូនោះឯងយកអាហារនេះទៅចោះតើជាអ្វីទៅនេះជាគ្រាប់ធញ្ញជាតិពិសេសគ្រប់បាក់សីឆៃហើយនោះនឹងមានសុខភាពរឹងមាំមិនខានឡើយមែនណាលោកយាយបើអញ្ចឹងពុកម៉ែខ្ញុំមុខជាមានកម្លាំងខ្លាំងណាស់ហើយចាចៅស្រីឥឡូវឯងយកទៅផ្ញើពុកម៉ែឯងចោះចាតែថាឲ្យវាមកទាំងអស់មែនទេឯងនេះលោភលន់ណាស់ណោះណែឈប់សិនណាយាយហូបខ្លះសិនឲ្យមានកម្លាំងទៅផ្ទះវិញក្រៅពីនោះឯងយកទៅចោះចាលោកយាយបានគ្របធញ្ញជាតិហើយនោះកូនចាប់អនណាស់ហេតុនេះវាបានហោះទៅវិញសំដៅទៅរកពុកម៉ែយ៉ាងលឿនពុកម៉ែកូនពូកែទេកូនពូកែមែនពុកមិននឹកស្មានតែកូនអាចរកបានអាហារច្រើនបែបនេះសោះកូនខំណាស់ណាពុកម៉ែកូនខំមិនសម្រាកទេណាអូមែនហើយនេះជាគ្រាប់ធញ្ញជាតិពិសេសពុកម៉ែពិសាចោះមែនទេចាំម៉ែសាក់ចោះចាប់ទាំងពីរឆៃក្របនោះហើយស្រាប់តែចុកទ្រូងភ្លាមមួយរំពេកពុកវាខ្ញុំឈឺណាស់ចុកទ្រូងណាស់ខ្ញុំក៏ចង់ណាស់ដែរតើនេះជាគ្រាប់អីទៅពុកម៉ែកាត់អីលោកទាំងពីរកុំអភ័យខ្ញុំណាតើកូនបានវាមកពីណាទៅគ្រាប់នេះមុខជាមានជាតិពុលហើយចុកណាស់តែលោកយាយម្នាក់នោះថាហូបហើយមិនកើតអីទេមានន័យថាកូនមិនបានរកវាដោយកម្លាំងទេមែនទេ
កូនលួចគេមែនទេ និយាយហើយមេបាចាប់ទាំងពីរក៏បានសន្លប់បាត់ស្មារតីទៅព្រះអើយពុកម៉ែកាត់បែបណាទៅពេលនោះលោកជ័យក៏បានមកម្ដងទៀតចាប់តូចតើឯងកើតអីបានជាយំបែបនេះលោកជ័យតើក្របនោះពលមែនទេពុកម៉ែខ្ញុំសន្លប់ហើយសន្លប់ល្អហើយយើងនឹងអាលយកស្លក់ស្លុកនោះអីថាម៉េចលោកជ័យបោកខ្ញុំមែនទេលោកជ័យអាក្រក់ណាស់មិនក៏ធ្វើបែបនេះកុំនិយាយច្រើនឲ្យសោះឲ្យពុកម៉ែឯងមកកុំអីសូមជួយពុកម៉ែខ្ញុំផងធ្វើបែបណាក៏បានដែរឲ្យតែលោកទាំងពីររស់ឡើងវិញបានយើងប្រាប់ឯងចោះបើឯងចង់ឲ្យឪពុកម្ដាយរបស់ឯងរស់ឡើងវិញនោះត្រូវទៅទិសខាងជើងពំយកថ្លើមថ្មភ្លាមមកមិនបង្អង់យូរទេកូនចាប់ប្រឹងទៅយ៉ាងអន្ទះសារបំផុតវារកហើយរកទៀតតែមិនឃើញសោះឡើយហេតុនេះវាក៏បានមកវិញទាំងគ្មានសង្ឃឹមលោកជ័យខ្ញុំរកមិនឃើញទេទៅខាងជើងមានតែសមុទ្រអត់មានថ្មទេគឺមិនមានទេថាម៉េចយើងគ្រាន់តែចង់ដឹងថាតើឯងពិតជាចង់ជួយពុកម៉ែឬអត់ទេឥឡូវឃើញថាឯងនេះខំណាស់បើអញ្ចឹងយើងប្រាប់ការពិតចោះតើជាអ្វីទៅវះយកថ្លើមឯងព្យាបាលពុកម៉ែទៅបានហើយវះយកថ្លើមខ្ញុំមែនទេចាខ្ញុំយល់ព្រមតើឯងមិនខ្លាចទេមែនទេចាមិនខ្លាចទេព្រោះពុកម៉ែមានទុកព្រោះតែខ្ញុំមិនស្ដាយជីវិតទេតែមានរឿងមួយខ្ញុំចង់ពឹងលោកយាយតើជាអ្វីទៅយាយជួយប្រាប់ពុកម៉ែខ្ញុំថាជាតិក្រោយខ្ញុំនឹងខំរៀនស្ដាប់ដំបូលមានពុកម៉ែមិនខូចហើយក៏មិនបង្ករឿងព្រមទាំងមិនរពឹសទៀតទេចាបានយើងយល់ព្រមនិយាយចប់ហើយកូនចាប់ក៏បានហើរទៅបុកដើមឈើបណ្ដាលឲ្យវាស្លាប់ភ្លាមមួយរំពេមើលទៅកូនចាប់ពិតជាដឹងខុសមែនហើយនិយាយបែបនេះហើយយាយចំណាស់ក៏បានប្រែមកជាទេពធីតាវិញនិងមានបន្ទូលថាចូលចាប់ទាំង3រស់ឡើងវិញចុះណែខ្ញុំធូរខ្លួនវិញហើយចំណែកខ្ញុំក៏ដូចគ្នាដែរនេះពុកម៉ែកូនស្លាប់ហើយមែនទេមិនតន់ស្លាប់ទេណាចាប់តូចម៉ែណែតើមានរឿងអីទៅចុះលោកយាយទៅណាបាត់ហើយទេពធីតាបានពលរៀបរាប់រឿងរ៉ាវទាំងអស់លឺជល់គ្រប់គ្នាហើយនោះទ្រង់ក៏បានបន្តទៀតថាកូនចាប់តើឯងយល់អំពីអត្ថន័យជីវិតហើយឬណែកុំខូចទៀតណាព្រះម៉ែខ្ញុំម្ចាស់យល់ហើយខ្ញុំម្ចាស់សន្យាថាខ្ញុំម្ចាស់នឹងឧស្សាហ៍តស៊ូស្ដាប់បង្គាប់និងកតញ្ញូផងដែរប្រសើរណាស់កូនម៉ែទីបំផុតកូនដឹងក្តីហើយចូលតស៊ូខំប្រឹងណាស់ហើយកុំបំពេញអ្នកណាឬក៏ញុះញង់អ្នកណាឲ្យសោះចឹងលីហើយសូមថ្វាយបង្គំលាក្រាបទូលមិនថាអ្នកជាមនុស្សឬសត្វទេកុំបំពេញគេកុំញុះញង់កុំលួចកុំកុហកព្រោះវានឹងនាំក្តីវិនាសអន្តរាយដល់ខ្លួនអ្នកវិញ